គ្រាន់តែនិយាយហើយគិតបែបវិជ្ជមានចឹងពុកម៉ែបងប្អូនដែលគ្រាន់តែនិយាយនឹងគិតបែបវិជ្ជមានគិតរឿងល្អដើម្បីឲ្យយើងដោះស្រាយបញ្ហារឿងបំណុលលុយបំណុលជីវិតដោយសារអីដោយសារមុខរបររបស់យើងកំពុងតែមានបញ្ហាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនណាមុខរបរដែលកំពុងតែមានបញ្ហាជាប់គាំងអីគេគាំងវិលលុយលែងតន់អញ្ចឹងពុកម៉ែបងប្អូនបើវិលលុយលែងតន់ហើយឧទាហរណ៍ថាយើងជំពាក់លុយទៅខាងធនាគារឬជំពាក់ទៅខាងធនាគារច្រើនអញ្ចឹងយើងត្រូវការបង់គាត់បន្តរបៀបម៉េចអ្នកគ្រូអាជីវកម្មរបស់យើងមុខរបររបស់យើងកំពុងតែដួលរំលំឬមួយក៏កាត់បន្ថយការចំណូលអត់ចំណូលថយចុះបានន័យថាបើសិនជាចំណូលថយចុះអញ្ចឹងបានន័យថាយើងខ្វះទៅបង់ធនាគារទៅឲ្យពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងពុកម៉ែបងប្អូនត្រូវតែចាប់ផ្ដើមសន្សំលុយសន្សំការចាយវាយរបស់យើងណាកាត់បន្ថយការចំណាយពីគឺយើងគិតថាចំណាយអ្វីខ្លះកប៉ិកប៉ុកឬមួយយើងគិតថាមិនសូវចាំបាច់ណាពុកម៉ែបងប្អូនត្រូវតែកាត់បន្ថយការចំណាយកុំឲ្យមានចំណាយច្រើនអញ្ចឹងជួយកាត់បន្ថយចំណាយណាដែលមិនចាំបាច់ពុកម៉ែបងប្អូនមិនបាច់ចំណាយទេដើម្បីកុំឲ្យយើងខ្វះលុយទៅបង់លុយធនាគារឬមួយក៏យើងចំណូលរបស់យើងវាធ្លាក់ចុះអញ្ចឹងពុកម៉ែបងប្អូនគួរតែធ្វើសរសេរណាសរសេរជាប្រចាំថ្ងៃចំណូលចំណាយតើយើងចំណាយលើអីខ្លះក្នុងមួយខែអញ្ចឹងយើងអាចដឹងថាយើងត្រូវកាត់បន្ថយអ្វីខ្លះយើងត្រូវដើម្បីឲ្យកើនចំណូលរបស់យើងវិញបានទៅដល់បងទៅធនាគារឲ្យរួចព្រោះធនាគារយើងតែងតែដាក់នៅប្លង់ហើយហាមមួយទៀតពុកម៉ែបងប្អូនណាបើយើងកាត់បន្ថយចំណាយហើយបើសិនជាកាត់បន្ថយចំណាយហើយបើសិនជាចំណាយរបស់យើងទប់មិនបានទៀតហាមទៅខ្ចីលើកបន្ទប់ណាពុកម៉ែបងប្អូនបើខ្ចីបងប្អូនអត់ការប្រាក់អត់អីទេតែបើសិនជាពុកម៉ែបងប្អូនទៅខ្ចីលុយឯកជនបានណាខ្ចីលុយឯកជនយើងមានការប្រាក់តែខ្ចីឯកជនលុយរាយរួចរាប់លុយឆក់ការថ្លៃហើយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនបងវិលកុំឆក់កុំវិលកុំអីលុយការថ្លៃឲ្យសោះណាធ្វើឲ្យយើងនឹងថ្ងៃក្រោយនឹងវាន់កដោយសារយើងខ្វះយើងយកឯកជនអញ្ចឹងខែក្រោយយើងខ្វះទៀតយើងយកទៀតអញ្ចឹងការនេះផងការនោះផងធ្វើឲ្យយើងវាន់កណាពុកម៉ែបងប្អូនអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនត្រៀមខ្លួនបើយើងបង្វិលមិនតន់ហើយយើងកាត់ថយការចាយរបស់យើងចាយវាយរបស់យើងលើកូនលើប្តីលើប្រពន្ធឬមួយក៏លើសម្លៀកបំពាក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះណាយើងត្រូវតែកាត់បន្ថយព្រោះសប្តាហ៍ថ្ងៃពេលខ្លះយើងប្រហែសនឹងកប៉ិកប៉ុកអាតិចតួចហ្នឹងណាធ្វើឲ្យយើងមានហានិភ័យចំណូលធ្លាក់ទាបហើយធ្វើឲ្យយើងពិបាកដោះស្រាយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចាប់ផ្ដើមមើលចំណូលចំណាយរបស់យើងហើយយើងចាប់ផ្ដើមថយការចំណាយកប៉ិកប៉ុកយើងគិតថាកប៉ិកប៉ុកអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមានតែវិធីមួយងាយណាពុកម៉ែបងប្អូនងាយត្រង់អីទេឲ្យសារពុកម៉ែបងប្អូនខ្លះគាត់ចំណាយទៅលើកូនក៏ច្រើនដែរគិតមើលណាពុកម៉ែបងប្អូនកូនខ្លះយើងស្រឡាញ់ឲ្យកូនតែយើងត្រូវថាក្អៅរបស់គាត់ឆាប់ធំទៀតអញ្ចឹងគាត់ត្រូវផ្លាស់ប្ដូរបន្តអញ្ចឹងពុកម៉ែបងប្អូនគួរតែកុំទិញច្រើនឲ្យគាត់ពេករបស់ថ្លៃពេកណាសងៃក្អៅជជុះឬមួយក៏ក្អៅដែលក្បាច់គិបបន្ទឹកក៏វាស្អាតដែរពុកម៉ែបងប្អូនអាចជំរឿសបានដើម្បីកាត់បន្ថយការចំណាយយើងដឹងខ្លួនឯងហើយតែយើងចំណាយលើអ្វីខ្លះតែយើងបានចំណូលប្រមាណយើងបង់ធនាគារប្រមាណហាមឯកជនណាពុកម៉ែបងប្អូនហាមឯកជនឲ្យសោះឯកជនហ្នឹងហើយចងកអត់បានទេពុកម៉ែបងប្អូនព្រោះអីយើងថាជាពេលខ្លះយើងឆក់មួយផ្លែទេតែមិនមែនមួយផ្លែទេពុកម៉ែបងប្អូនលុយគេមនុស្សតែសិនហើយកុំឲ្យសិនឲ្យសោះព្រោះតែសិនធ្វើឲ្យយើងជាប់បំណុលវាន់កបានតែយើងតច្រកតែបើសិនជាឧទាហរណ៍ថាចំណូលរបស់យើងមកលើសលប់អត់បញ្ហាទេតែយើងក៏ត្រូវចេះសន្សំដែរពុកម៉ែបងប្អូនសន្សំពេលមានហានិភ័យពេលក្រោយណាតែទោះជាកលៈទេសៈមួយណាក៏ដោយសូមឲ្យពុកម៉ែបងប្អូនគិតល្អនិយាយល្អធ្វើល្អណាជីវិតយើងនឹងមានល្អគ្រប់ពេលវេលាប៉ុន្តែពេលខ្លះយើងពុកម៉ែបងប្អូនថាខ្ញុំពិបាកគិតទោះជាពិបាកគិតក៏ត្រូវតែគិតដើម្បីឲ្យស្ថានភាពរលូនឡើងវិញណាពុកម៉ែបងប្អូនអរគ្នារលូនវាមិនខ្ញុំមានតែរឿងល្អចូលក្នុងជីវិតរបស់ខ្ញុំមុខរបររបស់ខ្ញុំលេចរលូនលូតលាស់ទៅជានិច្ចអញ្ចឹងពុកម៉ែបងប្អូននិយាយពាក្យនេះដដែលដើម្បីឲ្យសាមសមនឹងជីវិតរបស់យើង
ដើម្បីឲ្យជីវិតរបស់យើងនេះคล้ายជាមនុស្សម្នាក់ដែរយើងមានធម៌ពលលុយចូលពុកម៉ែបងប្អូនណាព្រោះអីលុយចូលធ្វើឲ្យយើងមានធម៌ពលល្អអញ្ចឹងយើងធ្វើជាជំរកនៃលុយឲ្យលុយចូលវិញយើងមិនអាចធ្វើជាយើងត្រូវធ្វើជំរកឲ្យលុយចូលយើងមិនអាចធ្វើជាយើងធ្វើជាអ្នកដេញចាប់លុយទេអញ្ចឹងយើងត្រូវតែឲ្យលុយជាអ្នកដេញចាប់យើងវិញណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងសូមអរគុណសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលរកលុយបានងាយៗសบายសូមនិយាយពាក្យដដែលដើម្បីឲ្យយើងមានធម៌ពលផ្លូវចិត្តនិងសូមឲ្យលុយរត់រយើងធ្វើជាឃ្លាំងដាក់ទ្រព្យសម្បត្តិដ៏មហាសាលសម្រាប់ឲ្យលុយរត់ចូលឲ្យរឿងល្អរត់ចូលធ្វើឃ្លាំងមិនអ្នកគ្រូឃ្លាំងហ្នឹងគឺបានន័យថាការប្រូក្រាមការនិយាយដដែលការធ្វើជីវិតរបស់យើងនេះរស់រវើកណាពុកម៉ែបងប្អូនរស់រវើកមិនអ្នកគ្រូគឺគិតតែរឿងល្អអ្វីចូលក៏ដោយដកចាញ់រឿងល្អចូលសិនពងមានបញ្ហាគឺរឿងល្អខ្ញុំមានរឿងល្អគ្រប់ពេលវេលាលើចិត្តរឹងមាំបានន័យថាលុយជាធម៌ពលល្អសម្រាប់ខ្ញុំអញ្ចឹងបានន័យថាជីវិតខ្ញុំលុយស្រឡាញ់ណាស់រត់ចូលតែងាយសบายលុយរត់ចូលខ្ញុំតែងាយសบายអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាគិតបែបវិជ្ជមានគិតបែបងាយគិតបែបសบายកំពុងតែមានបញ្ហាមិនថាបញ្ហារឿងអ្វីក៏ដោយត្រូវតែបញ្ចូលធម៌ពលល្អត្រូវតែបញ្ចូលធម៌ពលការគិតល្អនិយាយល្អធ្វើល្អជាទម្លាប់មួយដ៏ល្អសម្រាប់ច្បាប់ធម្មជាតិទោះជារឿងនោះធំប៉ុណ្ណាក៏អាចស្រាយបានដោយងាយសบายទោះជារឿងនោះធំមហាមេឃយើងជីវិតយើងធំជាងណាពុកម៉ែបងប្អូនយើងគ្រាន់តែគិតថានេះជាកំតិចកំទីលំអងចូលភ្នែកយើងតែប៉ុណ្ណោះយើងត្រូវគេកំចាត់ចោលដោយការគិតរបស់យើងដោយការនិយាយរបស់យើងដដែលដោយការធម៌ពលធម្មជាតិដែលឲ្យយើងទាញរឿងរ៉ាវទាំងអស់ឲ្យមកល្អគ្រប់10តាមក្តីប្រាថ្នារបស់យើងចឹងពុកម៉ែបងប្អូនមើលឃ្លីបនេះហើយពីដើមមកដល់ចប់ហើយជួយចែករំលែកបន្តពេលពុកម៉ែបងប្អូនដែលគាត់កំពុងតែមានអ្វីប្លែកក្នុងចិត្តមានអ្វីមួយដែលរំជួបរំជួលធ្វើឲ្យចិត្តរបស់គាត់កេងមិនលក់ញ៉ាំបាយមិនបានណាសូមឲ្យពុកម៉ែបងប្អូននឹកឃើញតែរឿងល្អមុនគេអរគុណរឿងល្អចូលក្នុងជីវិតខ្ញុំងាយសบายកុំភ្លេចអរគុណខ្លួនឯងនិងអរគុណពេលវេលាដែលមានតែរឿងល្អចូលក្នុងជីវិតរបស់ខ្ញុំនិយាយពាក្យនេះស្រែកពាក្យនេះឲ្យខ្លាំងពុកម៉ែបងប្អូនណាបើមិនហ៊ានស្រែកនិយាយក្នុងចិត្តសរសេរនិយាយសរសេរឲ្យคล้ายទៅជាទម្លាប់ឲ្យជីវិតរបស់យើងមានរបងរនាំងគឺសេចក្តីល្អគឺការគិតល្អនិយាយល្អធ្វើល្អជីវិតមានរឿងល្អគ្រប់ពេលវេលាអ្វីគ្រប់យ៉ាងដែលយើងកាត់ចេញមកគឺកាត់ចេញពីក្តីស្រឡាញ់មិនមែនកាត់ចេញពីរឿងដែលលំបាកទេអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាប្រយ័ត្នរឿងហ្នឹងបន្តិចណាព្រោះអីមនុស្សយើងលើโลกនេះយើងធ្វើអ្វីក៏មិនអាចរាំងស្ទះដោយសារការផ្លូវចិត្តដ៏រឹងមាំរបស់យើងបានដែរយើងអាចកំទេចចោលទាំងអស់លំអងធូលីឬមួយក៏រឿងអ្វីដែលមិនអាចជាប់នឹងភ្នែករបស់យើងបានទេអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាកុំភ្លេចនិយាយល្អគិតល្អណាពុកម៉ែបងប្អូនផ្ដោតតែរឿងល្អទោះជាពេលកលៈទេសៈណាក៏ដោយណាទឹកភ្នែកយើងហូរយ៉ាងណាក៏ដោយត្រូវតែនិយាយយកជ័យជំនះនិយាយយកឈ្នះមានសត្រូវរបស់យើងឲ្យបានសម្រេចតាមគោលបំណងអញ្ចឹងអ្នកគ្រូក៏សូមជូនពរនិងសូមអរគុណសម្រាប់ពុកម៉ែបងប្អូនរួមលោកទាំងអស់ណាលើសកលលោកនេះសូមឲ្យមានសុខភាពល្អសូមឲ្យមានអ្វីល្អទាំងអស់គ្រប់ក្រុមគ្រួសារទាំងអស់គ្រប់រូបទាំងអស់ណាពុកម៉ែបងប្អូនបើបានមើលឃ្លីបវីដេអូនេះហើយជួយ comment like share ឬមួយក៏ follow ឬមួយក៏ពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែជឿលើខ្លួនឯងជឿលើខ្លួនឯងឲ្យច្បាស់ថាខ្ញុំជាមនុស្សល្អណាទោះជាខ្ញុំពេលនេះមិនទាន់ល្អក៏ដោយត្រូវតែនិយាយពាក្យនឹងដដែលដើម្បីឲ្យខ្លួនឯងคล้ายទៅជាមនុស្សដែលជាគំរូលើលោកជាគំរូដ៏អស្ចារ្យសម្រាប់ជួយបងប្អូនរួមលោកទាំងអស់គ្នានិងសម្រាប់គ្រួសារយើងដ៏មានភាពកក់ក្ដៅបំផុតនៅលើលោកនេះអញ្ចឹងអ្នកគ្រូក៏សូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាសូមជួបគ្នានៅคลิปក្រោយវីដេអូក្រោយទៀតដើម្បីឲ្យពុកម៉ែបងប្អូនមានចំណេះដឹងបន្តទៀតងាយសบายសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមើលคลิปហើយមានក្តីសុខនិងអនុវត្តតាមដោយងាយ